សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះជួបខ្ញុំម្ដងទៀតតកតងនឹងការប្រើ Microsoft Teams ហើយថ្ងៃនេះខ្ញុំនឹងលើកពីការបិទបើក mic ហើយនិងការបដូរ mic នៅពេលដែលយើងកំពុងប្រជុំបាទអញ្ចឹងនៅពេលដែលយើងចូលប្រជុំគឺយើងជាធម្មតារបស់ tool របស់ Microsoft Teams គឺនៅខាងស្ដាំខាងលើនៃកម្មវិធីហ្នឹងបាទអញ្ចឹងនៅក្នុងចិត្តចុងអស់នេះគឺយើងនឹងឃើញសញ្ញា mic កាមេរ៉ាហើយនឹងសញ្ញា share ហើយដើម្បីបិទបើក mic បានគឺយើងត្រូវចុចនៅលើ mic ហ្នឹងគឺបិទជាធម្មតាគឺវាបើកអញ្ចឹងយើងចុចលើអាម៉ាហ្នឹង mic ហ្នឹងគឺវាបិទហើយយើងចុចនៅលើដល់ទៀតគឺវាបើកបាទអញ្ចឹងមួយទៀតគឺយើងអាចចុច select នៅលើសញ្ញាព្រួយខាងស្ដាំហ្នឹងយើងអាច select នៅបើសិនយើងមាន speaker ច្រើនយើងអាចដូរ speaker ដូចខ្ញុំមាន speaker 2ដែល speaker មួយជា speaker computer នៅលើ computer ហើយ speaker មួយទៀតវាជា speaker នៅខាងក្រៅដែលខ្ញុំភ្ជាប់ដើម្បីបំពងសំឡេងបាទហ្នឹងហើយ mic ក៏ដូចគ្នា mic ក៏យើងមាន mic របស់ខ្ញុំមាន13ទី1គឺ mic ដែលភ្ជាប់ជាមួយនឹងកុំព្យូទ័រដែលមានភ្ជាប់មួយកុំព្យូទ័រហើយនឹង mic ទៀតជាប់ខាងក្រៅហើយនឹងភ្ជាប់ជាមួយនឹង docking របស់ខ្ញុំបាទហ្នឹងហើយអញ្ចឹងយើងអាច select ផ្លាស់ប្ដូរតាមហ្នឹងទៅដើម្បីយើងចង់មើលថាដែល mic ណាមួយដែលយើងគិតថាសំឡេងវាច្បាស់ល្អអញ្ចឹងយើងអាចប្រើ mic ហ្នឹងទៅបានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណបាទ